សម្រាប់ iPhone 12 Pro Max ម្ដងនេះគឺបញ្ហាហ្នឹងគឺបែកក្នុងក្រោយអស់ហើយនឹងប៉ោងថ្មនេះមកប៉ោងធាក់ឡើងទល់ឡើងបែរឆាច់នេះចាស់គាត់បានយកមក SM108 ដើម្បីធ្វើការផ្លាស់ប្ដូរថ្មនិងផ្លាស់ប្ដូរក្នុងក្រោយបាទតែសំណាងល្អអេក្រង់ដូចជាអត់បែកទេនេះព្រោះវាទល់អេក្រង់នឹងលើដែរអញ្ចឹងហើយសម្រាប់ថ្មគឺយើងដាក់ប្រភេទថ្មល្អនេះកើនពះហើយរីផែបានទៀតបាទវាដូចថ្មសិនអញ្ចឹងបាទនេះខ្នងក្រោយដែលយើងត្រៀមផ្លាស់ប្ដូរជូនគាត់ប្រភេទខ្នងក្រោយល្អសិនចឹងបើសិនជាបងប្អូនមានតម្រូវការជាមួយនឹងការផ្លាស់ប្ដូរគ្រឿងបន្លាស់ផ្សេងៗទៅមួយទូរស័ព្ទដៃអាចយកមក SM108 Phone Shop បានអូខេឥឡូវនេះ12 Pro Max យើងបាទបែកខ្នងឥឡូវបានផ្លាស់ប្ដូររីរ៉លបែកខ្នងក្រោយដាក់ខ្នងមកស្អាតឡើងវិញបងប្អូនណានេះបែកខ្នងដាក់មកស្អាត freelance ឲ្យមកឈុតតិចខ្ញុំបិទឲ្យនេះមិនបិទទេហើយ screen មុខនេះក៏បែកដែរខ្ញុំបកចោលតែម្ដងទៅហើយខ្ញុំនឹងបិទ free ថ្មីឲ្យណាបាទដាក់មក play ឲ្យតែម្ដងមកស្អាតមកឲ្យយើងដូរវិញណាលេងប៉ោងនេះថ្មចាស់របស់គាត់ប៉ោងពេកអស់លេងប៉ោង stir តែម្ដងបាទអញ្ចឹងឥឡូវនេះគឺរួចរាល់ 100% ហើយ lens គឺយើងបិទជូនស្អាតដាក់ពណ៌មាសតែម្ដងទៅមកអស់ពណ៌ខៀវអីដាក់មាសឲ្យមកស្អាតភ្លឹងហើយ screen នេះយើងបិទដាក់មកលងព្រិលឲ្យតែម្ដងនេះបាទតាមបងប្អូនណាបាទអរគុណច្រើនសម្រាប់ការគាំទ្រ